When I was preaching in Hungary on the street, I was preaching with microphone. ការពីគាត់នៅប្រទេសហុងគ្រីគាត់អធិប្បាយដំបូងគឺការក្បាលមីក្រូហ្វូន I was very scared. ពេលលោកនៅគ្នាគឺភ័យផងខ្លាចផងលមូលពោះដូចគ្នា I didn't know anything about the Bible. ហើយដល់ទៅពេលភ័យអូនឹកអត់ឃើញព្រះពីរៀនមកកណោហ្នឹងតើហៅអត់ចង់ឃើញទេ I just get saved, but they told me I need to preach with mic. ពួកគាត់ដឹងច្បាស់ថាគាត់បានសង្គ្រោះហើយអ្នកជំរុញទឹកចិត្តគ្រូមិនជំរុញឲ្យយើងទៅបង្រៀនទៅអធិប្បាយប្រកាសទៅ During the lockdown, during COVID, there was a very popular video. បាទអ្នកនរគ្នាដឹងទេនៅពេលអាចន្លោះពេលសម័យដែលកើតកូវីដណាពេលស្ទះពេលកូវីដ There was a man, he got crazy and he was shouting, this is judgment day, and this is the last day and God will punish everyone. He was shouting with the big microphone after his bottom. បាទគឺមានបរិបទម្នាក់ឯងគឺដូចឈួតចឹងគឺចាប់ក្បាលមីក្រូមកប្រកាសថាអូប្រកាសក្បាលមីក្រូហ្នឹងប្រាប់ថាឥឡូវនេះគឺជាពេលជំនុំជម្រះរបស់ព្រះអង្គម្ចាស់នេះគឺជាពេលដាក់ទោសរបស់ព្រះអង្គហើយអញ្ចឹងហើយបានមនុស្សទាំងអស់ត្រូវទទួលទរណកម្មបែបនេះ Then the devil told me you will be just like preach to anyone. ពួកគេអត់មានសិទ្ធិទៅអធិប្បាយអត់ចង់ទៅអធិប្បាយឆាយប្រដ යි ទេ They stayed in a house, they didn't come out. ចាប់ផ្ដើមសងំដូចកណ្ដោក្នុងរុនអញ្ចឹង But when the Holy Spirit came, ប៉ុន្តែនៅពេលមួយដែលព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធបានមកសន្ធត់លើគេ they become bold like a lion. ពួកគេចាប់ផ្ដើមក្លាហានឡើងដូចជាសត្វតោសត្វខ្លា So Peter was preaching to 3,000 people and they were getting saved. ឃើញទេថាពេត្រុសបានអធិប្បាយផ្សាយនឹងល្អទៅកាន់មនុស្ស 3000 នាក់នៅតាមផ្លូវ But few weeks before he denied Jesus. មុនពេលដែលព្រះយេស៊ូវមុនពេលនោះគឺព្រះយេស៊ូវបានបដិសេធ3ដងច្រឡំព្រះយេស៊ូវមុនពេលនោះគឺពេត្រុសបដិសេធ3ដងថាមិនខត់ព្រះយេស៊ូវមែនទេ So how is it possible? ចុះថាធ្វើម៉េចឲ្យអាចទៅរួចបាន During few weeks he was so bold. បាទអា2-3សប្តាហ៍មុនខ្លាចបដិសេធអត់ស្គាល់ព្រះយេស៊ូវចាប់2-3សប្តាហ៍ក្រោយបាកាសយ៉ាងអង្គអាចក្លាហានអំពីព្រះយេស៊ូវ The Holy Spirit came ហើយពេលនោះក៏ជាពេលដែលអីគេព្រះវិញ្ញាណបានមកសន្ធត់អាមែនទេ and anointed them for the ministry. ហើយត្រូវបានចាត់តាំងដោយព្រះវិញ្ញាណបរិសុទ្ធចាក់ប្រេងតាំងមកធ្វើឲ្យមានភាពក្លាហាន So the key គឺចំណុចជាកលឹះកូនសោនោះគឺថា is intimacy with the Holy Spirit. ក្នុងពេលដែលយើងបន្តឲ្យព្រះវិញ្ញាណបានដឹកនាំ I need to know God. គឺត្រូវធ្វើយ៉ាងម៉េចបន្តក្នុងការស្គាល់ព្រះ But there is only one way. ប៉ុន្តែមានផ្លូវតែមួយទេ You need to read the Bible គឺត្រូវតែអានព្រះគម្ពីរជាប្រចាំផងដែរ and spend